បងប្អូនទាំងអស់គ្នាគណៈពេលនេះខ្ញុំមានដំណឹងដ៏រំភើបមួយពីកិច្ចព្រមព្រៀងសន្តិភាពនៅតាមព្រំដែនជាមួយខ្មែរថៃហើយព័ត៌មាននេះខ្ញុំទទួលបានពីเพจផ្លូវការរបស់ផៃវណ្ណៈដែលបញ្ជាក់ថាថៃយល់ព្រមដោះលែងទាហានកម្ពុជាដែលនៅសល់ទាំង18នាក់ដែលថៃចាប់ខ្លួនអស់កំឡុងរយៈពេលប្រហែលជាជាង80ថ្ងៃមកប៉ុន្តែមិនទាន់បានបញ្ជាក់ថាតើគេនឹងដោះលែងពេលណានីតិវិធីបែបណាទេតែគាត់ថាវាជាចំណុចវិជ្ជមានជោគជ័យថ្មីមួយហើយព័ត៌មាននេះក៏ត្រូវបានគេហទំព័ររបស់លោកសុយសុភាព Official បានផុសផងដែរថាថៃយល់ព្រមដោះលែងទាហានកម្ពុជា18នាក់ដែលថៃបានចាប់ខ្លួនហើយយើងសង្ឃឹមថានេះគឺជាព័ត៌មានដ៏ល្អហើយការដោះលែងនឹងធ្វើឡើងឆាប់ៗដោយឥតលក្ខខណ្ឌហើយយើងរំពឹងថាទាហានវីរៈកងទ័ពយើងទាំង18នាក់ដែលទទួលបាននេះដែលទទួលបានការដោះលែងនេះនឹងត្រឡប់មកមាតុប្រទេសរបស់យើងវិញជួបជុំក្រុមគ្រួសារដោយមានសុខភាពល្អមិនមានបញ្ហាសុខភាពឬមួយក៏របួសឬមួយក៏មានសុខភាពផ្លូវចិត្តខ្សោយដែលដោយរងទារុណកម្មពីការឃុំឬមួយក៏អំពើព្រៃផ្សៃណាមួយពីទាហានថៃដោយការដែលទាហានយើង2នាក់ដែលគេបានដោះលែងពីលើកមុននោះទេគួរបញ្ជាក់បងថាបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ទាហានថៃបានចាប់បង្ខាំងទាហានកម្ពុជា20នាក់ដែលជាការខុសច្បាប់បំពានរំលោភនៅបទឈប់បាញ់ដែលធ្វើនៅប្រទេសម៉ាឡេស៊ីហើយបន្ទាប់មកក្រោយប្រហែលថ្ងៃមានកិច្ចព្រមព្រៀងនៅថ្ងៃទី1សីហា2025ហ្នឹងគឺប្រទេសថៃបានដោះលែងទាហានកម្ពុជា2នាក់ក្នុងចំណោមទាហានទាំង20នាក់ដែលបានចាប់ខ្លួនហើយទាហាន2នាក់នោះទោះបីជាការដោះលែងវាផ្អែកទៅលើកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងខែកក្កដា2025មែនប៉ុន្តែការដោះលែងយើងសង្កេតឃើញថាស្ថានភាពទាហានទាំង2នាក់ដែលក្នុងនោះមានអនុសេនីយ៍តូអងអឿននិងឧត្តមសេនីយ៍តូមុំវុធីដែលត្រូវបានបញ្ជូនឲ្យធ្វើមាតុភូមិនិវត្តតាមច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ក្នុងខេត្តឧត្តរមានជ័យយើងឃើញថាក្នុងចំណោមនោះពួកគាត់មានរបួសយ៉ាងខ្លាំងដែលត្រូវបានរុញនៅក្នុងប្រទេសរុញហើយគណៈម្នាក់ទៀតមានរបួសសុខភាពផ្លូវចិត្តធ្ងន់ខ្សោយបានន័យថាគាត់ផ្លូវចិត្តរបស់គាត់ខ្សោយដែលយើងអាចសង្កេតដាក់ការសង្ស័យថាប្រហែលជារងរបួសដោយសារការធ្វើទារុណកម្មក្នុងកំឡុងពេលចាប់ឃុំប៉ុន្តែខាងទាហានថៃបានអះអាងថាបដិសេធហើយអះអាងថារបួសដែលទាហានរងរបួសនេះគឺកើតឡើងកំឡុងនៃការប្រយុទ្ធមិនមែនជាការធ្វើទារុណកម្មនោះទេអញ្ចឹងយើងក៏រំពឹងថាទាហានទាំង18នាក់វីរៈកងទ័ពយើងដែលថៃសន្យាថានឹងដោះលែងក្រុមកិច្ចព្រមព្រៀងសន្តិភាពថ្មីដែលតាមព័ត៌មានដែលយើងទទួលបានពីเพจផៃវណ្ណៈហើយនិងเพจលោកសុយសុភាពយើងសង្ឃឹមថាពួកគាត់នឹងត្រឡប់មកមាតុភូមិរបស់យើងវិញដោយសុខភាពល្អកាយសម្បទាសុខភាពផ្លូវចិត្តរឹងមាំធម្មតាហើយនេះគឺជាការឃុំខ្លួនដោយមិនស្របច្បាប់បើយោងទៅតាមក្រមសង្គមស៊ីវិលកម្ពុជារដ្ឋាភិបាលទាំងជាតិនិងអន្តរជាតិបានអះអាងថាទាហានទាំង18នាក់ដែលនៅសល់ពីការឃុំឃាំងនេះគឺត្រូវបានឃុំឃាំងដោយខុសច្បាប់ក្រោយបទឈប់បាញ់អញ្ចឹងគួរតែដោះលែងដោយគ្មានលក្ខខណ្ឌប៉ុន្តែថៃនៅតែបន្តឃុំឃាំងដោយចោទថាពួកគេមិនបានរំលោភបទឈប់បាញ់នោះទេប៉ុន្តែគេថាគេចាប់ឃុំឃាំងនេះគឺដោយសារតែទាហានរបស់យើងរំលោភដែនអធិបតេយ្យភាពរបស់ថៃហើយជាថ្មីម្ដងទៀតយើងគួរបញ្ជាក់ថាសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាធ្លាប់បានបដិញ្ញាចិត្តម្ដងហើយម្ដងទៀតថាមិនបោះបង់ចោលទាហានហើយនឹងបន្តដាក់សម្ពាធឲ្យពួកគេបញ្ជូនទាហានត្រឡប់មកវិញដោយគណៈកម្មការសិទ្ធិមនុស្សកម្ពុជាធ្វើការអំពាវនាវម្ដងហើយម្ដងទៀតឲ្យមានការអន្តរាគមន៍ពីអង្គការសហប្រជាជាតិអង្គការកាកបាទក្រហមពិភពលោករួមជាមួយនឹងអង្គការកាកបាទក្រហមកម្ពុជានិងថៃផងដែរហើយការឃុំខ្លួននេះហើយវាបណ្ដាលឲ្យមានភាពតានតឹងរវាងប្រទេសទាំងពីររហូតមកដល់ថ្ងៃនេះឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាក៏បានអំពាវនាវម្ដងហើយម្ដងទៀតឲ្យមានការស៊ើបអង្កេតពីការឃុំខ្លួននិងចោទប្រកាន់ដោយយើងចោទប្រកាន់ថាវាជាការឃុំខ្លួនដោយខុសច្បាប់ហើយស្នើសុំម្ដងហើយម្ដងទៀតថាឲ្យខាងភាគីថៃត្រូវតែដោះលែងនិងបញ្ជូនវីរៈកងទ័ពយើងទាំងអស់មកកម្ពុជាវិញដោយគ្មានលក្ខខណ្ឌ